ខេអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញកម្មវិធី System Profiler មួយឈ្មោះថា CPUZ ហើយខ្ញុំ install ហើយឥឡូវខ្ញុំចុចបើកវាមកអូខេចឹងកម្មវិធីនេះគឺដើម្បីបង្ហាញឲ្យយើងមើល system របស់យើងណាឧទាហរណ៍យើងចង់មើល CPU មកអីណាយើងមើលវាខាច់វាយ៉ាងម៉េច motherboard brand វាគេឧទាហរណ៍លើ American Mega ហើយ memory ប្រហែល G ហើយមាន memory ប្រហែល slot អីចឹងទៅហើយ memory យើងប្រភេទអីគេពេលខ្លះយើងចង់ដូរវាអីចឹងទៅយើងអាចដឹងថាយើងទៅទិញអាម៉ាកណាអញ្ចឹងទៅអូខេហើយយើងអាចមើល voltage របស់វាអូខេហើយ graphic ដូចគ្នាយើងអាចដឹងថា graphic card យើងមានប្រមាណហើយ version វាគេវាកម្រិតណាអីចឹងទៅហើយគេមើលបានច្រើននេះអាចធ្វើ benchmark បានទៀតមានន័យយើងអាច run performance test អីចឹងណាអូខេឥឡូវយើងប៉ុណ្ណឹងហើយឥឡូវខ្ញុំមកបង្ហាញវា install អត់បានទេតែឥឡូវយើង search Google ចុះយើង search តែ CPU Z អីចឹងទៅហើយវានៅលើគេហ្នឹងយើងចុចវាមកចូលទៅកាន់ website របស់វាហើយយើងអាច download នេះ download កន្លែង setup នេះឬក៏ download ជា zip file អីក៏បានហើយបន្ទាប់មកយើងអាចមានប្រភេទតាម system ផ្សេងៗយើងអាច download ឲ្យចំ system ហ្នឹងហ្មងណាឧទាហរណ៍ MSI របស់ខ្ញុំអញ្ចឹងទៅយើង download វាមកហើយ run វា install អត់មានពិបាកហើយមួយទៀតខ្ញុំចង់ប្រាប់ពី portable ណាអញ្ចឹងយើងអាច download portable version ក៏បានដែរដើម្បីងាយស្រួលដាក់តាម flash អញ្ចឹងទៅអញ្ចឹងវាមានយើងឃើញមានក្នុង portableapps.com ហ្នឹងមកចុចមកអូខេអញ្ចឹងមានអីទេយើង download កម្មវិធីហ្នឹងហើយយើងដាក់ក្នុង flash យើងណា USB យើងហើយពេលយើងដើរទៅណាយើងត្រូវការ check ម៉ាស៊ីនណាមួយអញ្ចឹងទៅក៏ download flash ហើយ run យកពី USB តែម្ដងអូខេមានតែប៉ុណ្្នឹងទេអរគុណច្រើន